បាទសួស្តីបងប្អូននេះអាមីស្វាយដែលខ្ញុំថាត3ថ្ងៃជាប់ណាឥឡូវបាក់បងប្អូនបាក់ទៅកាត់វាតថ្មីបាទវាលាស់ត្រួយតែវាបាក់បាទស្នាមបាក់ឥឡូវយើងតថ្មីបែបសោកដែលហើយត្រួយនេះយើងទុកដែលត្រួយដែលវាលាស់មកនោះយើងទុកដែលបាទហើយនេះយើងចិត្តចេះណាបងចិត្តចឹងមកហើយយើងទុកកន្លៅវាបាទទុកចឹងមកហើយយើងសម្អាតអាស្នាមកាត់របស់យើងស្អាតអាដែលវាកាត់ទៅវាជាប់វា pressable ហ្នឹងគឺសម្អាតឲ្យស្អាតបាទហើយយើងចិត្តចុះក្រោមហើយយើងទុកកន្លែងទុកជាកន្លៅណាសម្រាប់យើងសោកចូលកន្លែងនេះណាបងបាទអូខេឥឡូវយើងធ្វើការចិត្តជាមួយអានេះបាទហ្នឹងបងយើងចិត្តទៅលើមេឃពូជដែលបាក់របស់យើងបាទយើងចិត្តអញ្ចឹងមកជាហៀងវែងអញ្ចឹងមកហើយមកជាហៀងទៀតយើងចិត្តខ្លីអញ្ចឹងមកបាទតោះមកយើងយកវាទៅសោកហើយកន្លែងដែលខ្ញុំចិត្តកន្លែងនេះណាបងបាទបាទមកហៀងនេះវែងហៀងនេះខ្លីបាទចិត្តហើយយើងយកទៅសោកហើយយើងផ្ទាប់វាឲ្យចំនឹងសបកស៊ីគ្នាមកចំហៀងទៀតផុតអត់បញ្ហាទេបាទយើងសោកវាចូលហ្នឹងបងនេះឃើញទេខ្ញុំផ្ទាប់ឲ្យមើលបាទហើយយើងសោកវាមកសោកវាចឹងមកបាទនេះដោយសារយើងចិត្តមកវាប៉ុនគ្នាអញ្ចឹងបងប្អូនសេរីវាមកបាទសេរីសបកនឹងសបកឲ្យសោកវាចូលចឹងមកបាទឃើញយើងសោកវាចូលណែនចឹងមកបាទហើយយើងសេរីវាមកនេះសេរីវាមកឃើញទេបាទសេរីឲ្យសបកវាស៊ីគ្នាមកជាហៀងចឹងមកបាទហើយមកជាហៀងនេះគឺវាផុតទេបាទដោយសារមេឃពូជវាតូចបាទអញ្ចឹងអត់បញ្ហាទេយើងសេរីតែមកជាហៀងនេះវាស៊ីគ្នាមកហើយយើងធ្វើការរុំវារុំឲ្យណែនល្មមដៃបានកុំឲ្យណែនពេកបាទអញ្ចឹងខ្ញុំរុំឲ្យមើលតែมันបានថតពេលរុំទេដោយសារថតមកជាហៀងអញ្ចឹងរុំអត់កើតអញ្ចឹងរុំហើយខ្ញុំថតឲ្យមើលម្ដងទៀតបាទនេះបងរួចរាល់ហើយបាទគឺយើងរុំវាបែបហ្នឹងណាបាទហើយយើងរុំវាអញ្ចឹងហើយអាត្រួយនេះយើងខ្ចប់បន្តិចទៅបាទដោយសារវាបាក់មកយកអីចឹងវារៀងស្លោបាទយើងខ្ចប់បន្តិចទៅហើយយើងតអញ្ចឹងមកបាទអញ្ចឹងចាំតាមដានលទ្ធផលវាទៀតបាទអូខេអរគុណបាទហើយអានេះក៏ជាប់ហើយបាទនេះប្រភេទស្វាយស្រាវប៉ែតិចតូចអាគេញ៉ាំបញ្ជូរហ្នឹងបងបាទអានេះបែបពុះដោតបាទអូខេអរគុណ